แบบนี้បែបនេះការងារដំបូងគឺយើងត្រូវដើរស្វែងរកដុំឈើដែលជាតម្រូវការរបស់យើងអញ្ចឹងនៅក្បែរផ្ទះនៅជុំវិញផ្ទះខ្ញុំមានឈើចាស់ៗឈើណាដែលយើងអាចធ្វើការងារបានយើងទុកកែច្នៃទៅវាមិនអត់ប្រយោជន៍ទេបងប្អូនអញ្ចឹងយើងមើលទៅមានដុំឈើមួយដុំដែលយើងស័ក្តិសមជាមួយការងារយើងហើយយើងយកមកកែច្នៃហើយនេះគឺជាសកម្មភាពទាំងមូលរបស់ខ្ញុំដែលខ្ញុំបានកែយកដុំឈើមួយដុំហ្នឹងយកមកកែច្នៃអញ្ចឹងសូមបងប្អូនទស្សនាវីដេអូដូចតទៅđây cho em nè នេះតែឆ្នៃឈើគូលត្រីលឹកទីខំចាชอบใจពេលបងប្អូននេះគឺជាលទ្ធផលសម្រាប់ដែលយើងចំណាយពេលធ្វើកែច្នៃរៀបចំតារំទៅហើយនេះឥឡូវមក10ម៉ោងតារំទៅហើយនេះគឺមក10ទៅម៉ោងនេះជាសមិទ្ធផលតែយើងអត់ទាន់បានបាញ់ថាមសម្រាប់ទេតែការងារយើងទៅឡើងរៀបចំនេះគឺរួចរាល់ 100% ហើយបងប្អូនចឹងនៅតែបាញ់ថ្នាំលាបពណ៌អីតិចឲ្យឃើញឈើសាច់អាឡូមកគឺអែមហើយទម្រង់នេះគឺជាទម្រង់ឈើធម្មជាតិ 100% ទាំងកំណល់ហើយទាំងរូបរាងកោងមូលនេះគឺជាទម្រង់ឈើធម្មជាតិចឹងចេញរូបរាងមកស្អាតជាមួយជាមួយបើកភ្លើងឲ្យបងប្អូនមើលស្អាតប៉ុណ្ណាអរគុណបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ